ស្វាគមន៍មកកាន់ជីវិត Eric តែសំណាងស្ត្រីមេផ្ទះចាន់ស៊ីចូលខ្លួនតភាគដោយសារមានការកំងពីឧត្តមស្វាមីរបស់នាងខ្ញុំចាគឺថាមីទៀតហើយតោះមកមើលរបៀបធ្វើទាំងអស់គ្នាដំបូងយើងយកមីចិនហ្នឹងយកមកដាក់ទឹកក្តៅអ៊ុនៗណាសោះវាទុកចោលមួយស្ទុះសិនពេលដែលវាទន់អីហើយគឺយើងអាចសម្បត្តិទឹកចាញ់ហើយថែមប្រេងបន្តិចកុំឲ្យវាជាប់គ្នាយើងមកមើលគ្រឿងផ្សំយើងមានមីចិនមានដុល្លារប្រាំងស្តៅគួរហើយផ្នែកសាច់មានខ្លាញ់ជ្រូកហើយនិងសាច់ជ្រូក3ជាន់ខ្លាញ់ជ្រូកហ្នឹងខ្ញុំយកចំហៀវវាឲ្យដូចឲ្យស្នខ្លាញ់ហ៎បន្តមកទៀតយើងមានខាងផ្នែកគ្រឿងផ្សំយើងមានដូចជាម្ទេសក្រហមស្លឹកខ្ទឹមអាហ្នឹងទុកដាក់ពេលក្រោយបន្តមកទៀតខាងលើនោះគឺមានម្ទេសក្រហមហើយម្ទេសខៀវហ្នឹងគឺសម្រាប់ដាក់យកក្លិននិងយកពណ៌ហើយខ្ញុំមានដុំខ្ញីខ្ញុំដាក់ម្ដុំតិចទេហើយនឹងខ្ទឹមសខ្ញុំចិតជាចំណិតស្ដើងគ្រឿងផ្សំរៀបហើយអស់ហើយយើងអាចចាប់ផ្ដើមធ្វើមីរបស់យើងបានដំបូងយើងដាក់ខ្ទះឲ្យរៀងក្តៅល្មមយើងយកខ្លាញ់យើងហ្នឹងយកមកចំហៀវយើងមិនបាច់ដាក់អីទាំងអស់ដាក់ចំហៀវយូរវាចេញខ្លាញ់មកខ្លួនវាហើយយើងស្រង់ទុកម្ដុំទុកដាក់ពេលក្រោយទៀតណាអត់ដាក់ចូលពេលយើងឆាទេខ្លាចវាទន់វិញដល់ពេលអញ្ចឹងយើងដាក់ពេលក្រោយទៅវានៅស្រួយនៅអីចឹងទៅឲ្យឈ្ងុយឆ្ងាញ់បន្ទាប់ពីដួសចេញហើយយើងអាចដាក់សាច់ជ្រូក3ជាន់យើងចូលហើយត្រឡប់វាពីវាជុំអីចឹងទៅមើលទៅវារៀងឆ្អិនមកល្មមហើយយើងដាក់គ្រឿងក្រៅយើងចូលដូចជាម្ទេសខ្ញីហើយនឹងខ្ទឹមសយើងចូលទៅកូរវាឲ្យរៀងឈ្ងុយតិចណាវគ្គហ្នឹងគឺត្រូវដាក់ភ្លើងឲ្យរៀងខ្លាំងតិចដើម្បីឲ្យវាជះជាតិឈ្ងុយចេញមកហើយពេលយើងកូរត្រឡប់ឲ្យវារៀងឈ្ងុយតិចហើយយើងអាចថែមគ្រឿងរបស់យើងបានគ្រឿងក្រៅខ្ញុំដាក់អំបិលស្ករប៊ីចេងរ៉ូឌីអីចឹងទៅជាទូទៅគេដាក់ទឹកស៊ីអ៊ីវចិនណាតែខ្ញុំអត់មានទឹកស៊ីអ៊ីវចិនខ្ញុំដាក់គ្រឿងក្រៅខ្មែរទៅហើយយើងថែមម្សៅម្រេចរបស់ចិនម្សៅរសជាតិណាថែមម្សៅរសជាតិហើយថែមទឹកស៊ីអ៊ីវខាប់មកហើយនឹងប្រេងខ្យងអីចឹងមកហើយកូរត្រឡប់ចឹងទៅបន្ទាប់ពីកូរគ្រឿងយើងសព្វហើយយើងអាចដាក់ស្តៅគួរយើងចូលបានដាក់ស្តៅគួរយើងមកអស់មកហើយកូរវាត្រឡប់ឲ្យវាចូលជាតិអីហើយអស់យើងអាចដាក់មួយដុល្លារប្រាំងយើងចូលទៅពេលដាក់ដុល្លារប្រាំងដូចគ្នាយើងអាចកូរវាត្រឡប់មកដើម្បីឲ្យវាចូលជាតិមួយសាច់យើងមួយគ្រឿងយើងណាពេលដែលចូលជាតិអស់ហើយយើងថែមទឹកមកថែមទឹកវាឲ្យមកល្មមដែលថាយើងអាចងាស់ដុល្លារប្រាំងយើងឲ្យវាផុយមកល្មមញ៉ាំងាស់វាទុកចោលមួយស្ទុះហើយយើងមកពិនិត្យមើលទៅថាបើសិនជាដុល្លារយើងមកល្មមហើយអាចថាផុយមកល្មមញ៉ាំហើយឆ្អិនហើយយើងអាចដាក់មីយើងចូលបានពេលដែលដាក់មីយើងនឹងចូលមកហើយយើងអាចកូរវាត្រឡប់ចុះត្រឡប់ឡើងតែកូរក្នុងដៃតិចណាកុំឲ្យវាបែកមីហ្នឹងណាកូរទៅកូរមកដើម្បីវាចូលជាតិសព្វអស់ទៅទុកឲ្យតែវារៀងដាច់ទឹកតិចគឺឆ្អិនបានញ៉ាំហើយវិធីធ្វើមីនេះគឺវាមានខុសគ្នាអីជាមួយមីឆាខ្មែរអីប្រហែលទេវាស្តៀងគ្នាអញ្ចឹងណាបន្ទាប់ពីឆ្អិនហើយយើងអាចយកមកដួសដាក់ចានអីបានមើលពេលឆ្អិនទៅតំណងអត់បងប្អូនអូយឡើងតំណងខ្លាំងមែនតើពេលប្តីខ្ញុំភ្លក់ហើយប្តីខ្ញុំលើកមេដៃឲ្យថាឆ្ងាញ់ហើយយើងដាក់ស្លឹកខ្ទឹមមកពីលើមករួចមកពីលើដើម្បីយកសុខភាពថែមម្ទេសថែមអីតិចមកអូយមើលទៅតំណងខ្លាំងមែនតើដល់វគ្គញ៉ាំប្តីខ្ញុំអត់ភ្លេចទេក្តៅមួយនំប៉ាវមកញ៉ាំមួយទៅថែមនិយាយទៅពេលខ្លះធ្វើខ្ញុំឆ្ងល់ដែរមានមីហើយញ៉ាំនំប៉ាវទៀតខ្ញុំអត់យល់ហ្មងតែថាទៅប្រទេសពីរផ្សេងគ្នាទំនៀមទម្លាប់ញ៉ាំក៏ខុសគ្នាដែរអញ្ចឹងឆ្ងល់អីណាវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអរគុណ